សួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនដែលមានគោលបំណងដាក់ធានាគូដណ្ដឹងឬក៏យើងចង់ឲ្យគេធានាអ្នកទាំងអស់គ្នាអាចមើលវីដេអូនេះបានអញ្ចឹងសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំមកដល់អាមេរិកនេះតាមរយៈគូដណ្ដឹងមកដល់បាន4អាទិត្យទេហើយខ្ញុំក៏បានរៀបការឲ្យដែរអ្នកទាំងអស់គ្នាប៉ុន្តែក្នុងកំឡុងពេលហ្នឹងគឺខ្ញុំអត់ទាន់បានដាក់ green card ដូចគ្នាអញ្ចឹងខ្ញុំមានពេលធានាច្រើនចឹងក៏ខ្ញុំនឹកឃើញថាធ្វើវីដេអូមួយតាក់ទងជាមួយនឹងការធានាគូដណ្ដឹងហ្នឹងចែកម្លែកទៅអ្នកទាំងអស់គ្នាដោយសារតាខ្ញុំផ្ទាល់ខ្ញុំជាមួយគូដណ្ដឹងខ្ញុំគឺអត់បានយើងមានថាយើងរកមេធាវីដើម្បីរត់ឯកសារហ្នឹងឯងអ្នកទាំងអស់គ្នាគឺយើងរត់ខ្លួនឯងទាំងអស់ចឹងរៀងហត់តិចប៉ុន្តែដឹងច្រើនចឹងសម្រាប់អ្នកមានបំណងចង់មើលតាក់ទងជាមួយការធានាគូដណ្ដឹងហ្នឹងគឺអាចមើលជាមួយខ្ញុំបានអ្នកទាំងអស់គ្នាចឹងយើងមកមើលលក្ខខណ្ឌណាខ្លះដែលយើងអាចដាក់ធានាគូដណ្ដឹងយើងបានណាចឹងទី1គឺយើងត្រូវមានសញ្ជាតិអាមេរិកត្រូវតែមានសញ្ជាតិអាមេរិកទោះបីអ្នកទាំងអស់គ្នាកាន់ green card ក៏អ្នកទាំងអស់គ្នាអាចធានាគូដណ្ដឹងបានដែរហើយចំណុចទី2គឺពេលដែលយើងដាក់ធានាហ្នឹងគឺគេឲ្យយើងជួបគ្នាផ្ទាល់ហ្នឹងលើសពី2ឆ្នាំឯអ្នកទាំងអស់គ្នាហើយចំណុចទី3គឺយើងមានសិទ្ធិពេញលេញនៅក្នុងការរៀបការនៅអាមេរិកនេះមានន័យថាបើសិនជាខាងប្រុសឬក៏ខាងស្រីគាត់មានប្តីឬក៏មានប្រពន្ធពីមុនមកអញ្ចឹងគឺគាត់ត្រូវមានកដាស់ស្នាមលែងលះត្រឹមត្រូវដើម្បីពេលដែលខាងអ្នកនៅខ្មែរគាត់មកដល់អាមេរិកនេះគឺយើងមានសិទ្ធិ legally to marry នៅនេះហើយចំណុចទី4គឺគ្រប់ visa K1 ទាំងអស់មកដល់នេះ90ថ្ងៃមានន័យថា3ខែកំឡុងពេលហ្នឹងគឺយើងត្រូវតែរៀបការអ្នកទាំងអស់គ្នាអត់រៀបការគេនឹងបញ្ជូនយើងទៅខ្មែរវិញហើយតកតងមួយចំណុចទី5គឺត្រូវមានអ្នក sponsor អ្នកទាំងអស់គ្នាមានន័យថាបើសិនជាគូដណ្ដឹងយើងគាត់ធ្វើការគ្រប់គ្រាន់មានន័យថាគាត់មានតាក់គ្រប់គ្រាន់ដើម្បីឧបត្ថម្ភឬក៏ sponsor អ្នកទាំងអស់គ្នាអាហ្នឹងគឺយើងមិនបាច់ត្រូវការអ្នកផ្សេងជួយ sponsor ទេប៉ុន្តែក្នុង case ខ្ញុំនេះគឺខ្ញុំគូដណ្ដឹងខ្ញុំក៏អត់មានតាក់គ្រប់គ្រាន់ទេអ្នកគ្នាគាត់ធ្វើការអត់ទាន់បានច្រើនឆ្នាំអញ្ចឹងបងថ្លៃខ្ញុំគឺគាត់នឹងចេញមុខជួយខ្ញុំ sponsor អញ្ចឹងអ្នកនរគ្នាអញ្ចឹងទាំងអស់នេះគឺជា requirement ដែលយើងត្រូវដឹងមុននឹងយើងដាក់ធានាគូដណ្ដឹងហើយមួយទៀតអ្នកទាំងអស់គ្នាខ្ញុំចង់និយាយពី case ខ្ញុំតិចខ្ញុំគឺខ្ញុំរត់ខ្លួនឯងទាំងអស់គឺខ្ញុំអត់មានមេធាវីឬក៏ lawyer ណាដែលខ្ញុំជួលគេអ្នកនរគ្នាគឺខ្ញុំរត់ពីអ្នកគូដណ្ដឹងខ្ញុំទាំងអស់ជាងគេហត់ជាងគេគឺគូដណ្ដឹងខ្ញុំអ្នកនរគ្នាដោយសារខ្ញុំអត់សូវចេះអង់គ្លេសទេប៉ុន្តែយើងធ្វើបានយើងទៅម្ដងបន្តិចម្ដងបន្តិចគ្រាន់ថាយើងរៀងហត់ប៉ុន្តែយើងដឹងច្រើនអ្នកនរគ្នាអញ្ចឹងបើសិនជាអ្នកនរគ្នាមានកម្រងតាក់ទងមួយធានាគូដណ្ដឹងអីចឹងបើសិនជាមានចម្ងល់អីសួរខ្ញុំបានព្រោះពេលដែលធានាគឺខ្ញុំនឹងឆ្លើយទៅអ្នកទាំងអស់គ្នាអញ្ចឹងអរគុណអ្នកទាំងអស់គ្នាចាំជួបគ្នានៅវីដេអូក្រោយហើយខ្ញុំនឹងធ្វើវីដេអូក្រោយបន្តទៀតតាក់ទងជាមួយនឹងឯកសារអ្នកនៅខ្មែរឯកសារអ្នកនៅអាមេរិកហើយនឹងឯកសាររួមគ្នាហ្នឹងគឺត្រូវមានឯកសារអីខ្លះមុននឹងយើងដាក់ធានាគូដណ្ដឹងហ្នឹងអញ្ចឹងអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ